จะได้สู้បងតែងអស់គ្នាបងមកចែកចម្លែកដូចធរដងអញ្ចឹងតែពេលនេះមកចែកចម្លែកបទពិសោធន៍បងផ្ទាល់តែម្ដងមានន័យថាពេលដែលបងស្គាល់ព្រះធម៌ហើយជាមួយនឹងមិនទាន់ស្គាល់ព្រះធម៌គឺការចូលដឹងគឺនៅមានកម្រិតទាបមែនទែនពេលដែលយើងមិនទាន់ស្គាល់ព្រះធម៌ច្បាស់បងប្អូនណាហើយចាំមើលបងនិយាយមួយច្បាស់ជូនបងប្អូនតែម្ដងមានន័យថាបងនិយាយពីខាងមិនទាន់ស្គាល់ព្រះធម៌មុនចុះហើយដល់ពេលដល់បន្ទាប់បងនឹងនិយាយពីការយល់ព្រះធម៌តើយើងចាប់ដើមពីចំណុចណាទៅចំណុចណាហើយចំណុចចាប់ដើមបងនៅចំណុចណាបងប្អូនណាឥឡូវបងនិយាយថាមិនទាន់យល់ពីព្រះធម៌សិនទៅចុះបងប្អូនមានន័យថាពេលដែលយើងមិនទាន់យល់មានន័យថាយើងធ្វើអីក៏ដោយចិត្តយើងវាតែងតែមានះរឹងរុះមានន័យថាចិត្តយើងវាមិនអាចគ្រប់គ្រងដោយសតិបានបងប្អូនណាគ្រប់គ្រងតែប្រើអារម្មណ៍សុទ្ធតែម្ដងពេលខឹងគឺច្រឡោតយកទៅតែម្ដងនេះបងផ្ទាល់តែម្ដងគេនិយាយប៉ះមិនបានទេបងគឺឆាវទៅតែម្ដងហើយអ្វីក៏ចាប់ដើមផ្លាស់ប្ដូរបងប្អូនណាពេលដែលយើងស្គាល់ព្រះធម៌គឺផ្លាស់ប្ដូរសឹងថា180ដល់360ដឺក្រេតែម្ដងបងប្អូនណាហើយការមិនយល់ព្រះធម៌គឺមានន័យថាយើងច្រឡោតយើងមានន័យថាធ្វើអីក៏ដោយក៏ចិត្តយើងឆេឆាវបងប្អូនណាចិត្តយើងឆេឆាវខ្លាំងបំផុតតែម្ដងសូម្បីតែការនិយាយស្ដីសូម្បីតែការនិយាយទៅកាន់ឪពុកម្ដាយសូម្បីទៅកាន់មិត្តភ័ក្តិទៅកាន់បងប្អូនទៅកាន់អ្នកណាក៏ដោយក៏ច្រឡោតគេនិយាយប៉ះពាល់គឺមិនបានទេមានន័យថាគឺច្រឡោតតងតែម្ដងនេះបងមិននិយាយតែណាទេគឺបងផ្ទាល់បងណាហើយបងពេលដែលបងស្គាល់ពធគឺចរិតបងមិនផ្សេងអីមិនបងហើយពេលដែលបងយល់ពីពធមានន័យថាចិត្តយើងធម្មតាទោះជាគេមកធ្វើអីយើងក៏ដោយនិយាយមកលើយើងធ្ងន់ក៏ដោយក៏យើងទី1បំផុតគឺការបកស្រាយតែម្ដងបកស្រាយមិនមែនបកស្រាយដោយកំហឹងទេគាត់និយាយឲ្យគេយល់ប៉ុណ្ណឹងតែបើគេមិនយល់ជារឿងរបស់គេហើយការនិយាយទៅគឺចិត្តត្រជាក់បងប្អូនចិត្តត្រជាក់ខ្លាំងមែនទេនេះបងអូនផ្ទាល់តែម្ដងហើយពេលដែលយើងស្គាល់ពធនិយាយទៅគឺចិត្តយើងត្រជាក់ហើយការងារមួយទៀតមានន័យថាឥឡូវនេះបងអូននិយាយពីបកត្រឡប់ក្រោយមានថាទៅការងាររកស៊ីវិញទៅចុះសូម្បីតែការយកពធក៏ល្អដែរមានន័យថាចិត្តយើងធ្ងន់អាចទ្រាំនៅគ្រប់កលៈទេសៈបានទាំងអស់បងប្អូនណាមិនថាកលៈទេសៈភ្លៀងមកសឹងបាក់មេឃឬក៏នេះប្រៀបធៀបទៅខាងការងារអូស៊ីវិញបងណាឬក៏ការងារយើងច្បោកច្បល់យ៉ាងណាក៏ដោយយើងគ្រប់គ្រងសតិបានហើយដោះស្រាយដោយសន្តិវិធីទាំងអស់មានថាបញ្ហាអ្នកណាក៏មានដែរបងប្អូនជឿថាពេលវេលានេះបញ្ហាអ្នកណាក៏មានដែរអ្នកណាក៏មានបញ្ហាដែរมันអាចអត់បានទេជាពិសេសរឿងលុយកាក់តែម្ដងលុយកាក់គឺសំខាន់ណាស់បងប្អូនណាតែគាត់ថាធម្មតាជាពាក់គេក៏ដោយអីក៏ដោយក៏យើងត្រូវតែមានសន្តិវិធីនៃការដោះស្រាយបងជាពាក់គេបងនឹងមានន័យថាគេធម្មតាគេតែងតែចង់បានលុយរបស់គេវិញតែយើងនិយាយទៅកាន់គេឲ្យសន្តិវិធីហើយកុំអត់ឆ្លើយតបសោះធម្មតាការខ្ចីលុយការឲ្យខ្ចីលុយការមិនលុយការបងអូនមិននិយាយទេគាត់ថាគឺការខ្ចីលុយធម្មតាគេតែងតែចង់បានការហើយជាមួយលុយដើមគេវិញហើយតែយើងមិនមានយើងត្រូវតែមានដំណោះស្រាយជូនគេទៅវិញទៅមកអញ្ចឹងទៅបងប្អូនណាកុំឲ្យគេឆ្លើយតែម្នាក់ឯងសួរតែម្នាក់ឯងឆ្លើយតែម្នាក់ឯងគឺដាច់ខាតតែតែមានបញ្ហាហើយនេះបងបញ្ជាក់អញ្ចឹងការយល់ពីពធគឺល្អមែនតើបងស្វែងយល់ហើយបងអូនយល់ពីពធតិចតួចនេះក៏មិនមែនថាជ្រាលជ្រៅដល់ថ្នាក់យល់ត្រាស់ដឹងឬក៏អីទេគឺនេះគ្រាន់តែចែកចម្លែកបទពិសោធន៍ឲ្យបងប្អូនទៅពិចារណាដើម្បីល្អទាំងអស់គ្នាយកជាបទពិសោធន៍បងប្អូនណាដូចបងបញ្ជាក់អញ្ចឹងហើយការយល់ពីពធមិនមែនថាមួយថ្ងៃ2ថ្ងៃ3ថ្ងៃគឺអាចយល់អាចស្ដាប់បានទេបងប្អូនណារយៈពេល7 8ឆ្នាំហើយតាំង2018មកតាំង2018មកបងប្អូនណាបងអូនស្ដាប់ផងមានន័យថាយើងយល់ពីការបទពិសោធន៍យើងផ្ទាល់ផងបងប្អូនណាចែកចម្លែកមានន័យថាពេលដែលយើងយល់មានន័យថាយើងចែកចម្លែកច្រើនអ្វីៗគឺយើងអាចចែកចម្លែកបានទាំងអស់តែម្ដងមានន័យថាចិត្តយើងក៏ត្រជាក់ទៅតាម
ភាពជាក់ស្ដែងនៃសកម្មភាពដែលយើងជួបរាល់ថ្ងៃក៏មានន័យថាធម្មតាតែងតែប៉ះហើយមិនដែរអត់ប៉ះភ្លើងទេធម្មតាអីក៏ដោយជួនកាលមកប៉ះពាក្យសម្ដីទៅជួនកាលក៏ប៉ះគេធ្វើកាយវិការមកលើយើងទៅតែយើងត្រូវប្រើវិធីម៉េចដើម្បីដោះស្រាយស្រួលគឺល្អមែនតើបងស្វែងយល់ពធគឺការចេះចំណេះដឹងដ៏ល្អបំផុតសម្រាប់មនុស្សយើងទាំងអស់គ្នាតែម្ដងហើយបងអូនមានបទពិសោធន៍តិចតួចក៏ប៉ុណ្ណឹងក៏ចែកចម្លែកហើយឧទាហរណ៍ថាបងប្អូនបើបងអូននិយាយឧទាហរណ៍មួយចុះមានន័យថាបុគ្គលម្នាក់បងណាបុគ្គលម្នាក់អ្នកមានហើយបុគ្គលម្នាក់ទៀតអ្នកមានដូចគ្នាមួយយល់ពីពធហើយមកខាងទៀតអត់យល់ពីពធទេតែមានលុយដូចគ្នាឥឡូវបងអូននិយាយពីខាងមានលុយតែអត់យល់ពីពធចុះហើយបងស្ដាប់យល់ហើយងាយយល់មានន័យថាពធអត្ថន័យគឺល្អខ្លាំងប៉ុណ្ណាមានន័យថាខាងគេមានលុយគេអត់យល់ពីពធមានណាគេសប្បាយរហូតតែមិនអត់គិតអីទេគេសប្បាយហើយក៏អត់មានទៅប៉ះពាល់អ្នកណាទេគាត់ថាគេសប្បាយបែបនឹងទៅដល់ពេលអាយុកាន់តែចាស់ទៅសប្បាយតែរហូតអញ្ចឹងទៅតែពេលដែលចុងក្រោយបងត្រូវចាំណាពេលដែលចុងក្រោយបងទៅវិញមានថាពេលយើងស្លាប់ពេលនោះហើយដែលយើងដឹងថាអូការយល់ពីពធគឺល្អខ្លាំងបំផុតតែម្ដងហើយពេលដែលបុគ្គលដែលមិនយល់ពីពធហើយមានលុយអីសបាយហឺហាធម្មតាអញ្ចឹងគាត់ថាពេលដែលបងបញ្ចប់ជីវិតទៅអត់មានអីទេបើបងផឹកសារ៉ាបងសម្លាប់សត្វអាហ្នឹងទៅតាមអ្វីដែលបងប្អូនសាងហើយបងបកត្រឡប់ទៅខាងអ្នកមានប៉ុន្តែគេយល់ពីពធវិញបងណាមានន័យថាគេមានលុយចាយដូចគ្នាសប្បាយដូចនៅខាងអត់យល់ពីពធអញ្ចឹងសប្បាយដូចគ្នាអញ្ចឹងហើយតែគេមានរក្សាសិល5អីចឹងទៅហើយគេចាមានន័យថាលុយដែលគេរកបានលុយដែលគេមានហ្នឹងគេចេះចែកចម្លែកគេចេះទៅធ្វើអ្វីផ្សេងទៅខាងសង្គមជាតិអីចឹងទៅហើយដល់ពេលគេចាស់ទៅហើយដល់ពេលគេស្លាប់ទៅកសលផលបុណ្យដែលគាត់បានសាងដែលគាត់បានយល់ពីពធហ្នឹងគឺល្អមែនទេហើយបងប្អូនត្រឡប់ទៅវិញបងអូនសួរមានន័យថាទាំងពីរហ្នឹងបងជ្រើសយកមួយណាហើយពេលដែលបងស្ដាប់វីដេអូហ្នឹងបងនៅអាយុប្រហែលហើយបងអាចយល់អ្វីដែលបងអូននិយាយបងនឹងល្អមែនតើបងណាហើយអ្វីដែលបងអូននិយាយនេះក៏ចែកចម្លែកតែប៉ុណ្្នឹងមានឧទាហរណ៍តែប៉ុណ្្នឹងហើយបងមិនយល់ឬក៏បងមិនអាចមកតាក់ទងមកបងអូនបានឆាតហើយបងអូនក៏សូមអរគុណដល់បងប្អូនដែលនៅក្នុង TikTok ខមមិនច្រើនមែនតើបងបានទៅដាក់បេះដូងដល់អញ្ចឹងច្រើនពេកខមមិនដល់2-300វីដេអូខ្លះក៏ខមមិនដល់3-400តែអញ្ចឹងបងមិនអាចខមមិនអស់ទេហើយសូមអភ័យទោសបងបានតែដាក់បេះដូងទៅរៀងលឿនមកបងណាហើយក៏សូមអរគុណដល់បងដែល share ទាំង Facebook ទាំង TikTok ហ្នឹងហើយជូនកសលផលបុណ្យដែលបងបានសាងនេះធម្មទាននេះក៏ចែកបុណ្យទៅដល់បងប្អូនទាំងអស់គ្នាអរគុណច្រើនបងណាជម្រាបលាទាំងអស់គ្នា